បងប្អូនប្រុសស្រីសពថ្ងៃហ្នឹងមួយភាគច្រើនខំរស់ស៊ីដើម្បីមានទ្រព្យសម្បត្តិស្រុកស្ដំការខំរបស់បងប្អូនពិតជាត្រឹមត្រូវហើយតែកុំភ្លេចរកសេចក្តីសុខផ្លូវចិត្តផងសេចក្តីសុខផ្លូវចិត្តនេះសំខាន់ណាស់ណាបងប្អូនបើបងប្អូនមិនមានសេចក្តីសុខផ្លូវចិត្តទេទោះតែបងប្អូនមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏វាគ្មានន័យសម្រាប់ជីវិតរបស់បងប្អូនដែរអញ្ចឹងគួរតែស្វែងរកសេចក្តីសុខនឹងឲ្យបានបើបងប្អូនមានទ្រព្យសម្បត្តិហើយរស់ស៊ីមានបានហើយបងប្អូនគួរតែស្វែងរកព្រះធម៌ដើម្បីដាក់ក្នុងខ្លួនដើម្បីឲ្យផ្លូវចិត្តរបស់បងប្អូនស្ងប់ដើម្បីឲ្យផ្លូវចិត្តរបស់បងប្អូនសប្បាយរីករាយគិតអ្វីដែលល្អប្រសើរធ្វើអ្វីដែលបានដោយធម៌ឃើញគេអត់ដាក់ទៀនឃើញគេលំបាកជួយគេអានោះហើយដែលជាសេចក្តីសុខផ្លូវចិត្តកុំរកភាពក្តៅក្រហាយដាក់ខ្លួនកុំឃើញគេមានជាងខ្លួនមួម៉ៅឈ្នានីសគេកុំឃើញគេល្អជាងខ្លួនរកមធ្យោបាយបំផ្លាញគេអានោះហើយដែលអ្នកមិនមានសេចក្តីសុខផ្លូវចិត្តអ្វីដែលសេចក្តីសុខផ្លូវចិត្តនោះគឺចិត្តយើងកើតឡើងដោយបុណ្យនោះគឺបានមកពីការធ្វើនឹងការឲ្យទានអញ្ចឹងហើយបងប្អូននឹងមានសេចក្តីសុខផ្លូវចិត្តហើយអញ្ចឹងសូមគោរពលាប៉ុណ្ណឹងចុះវីដេអូក្រោយខ្ញុំនឹងលើកជម្រាបជូនបងប្អូនបន្ថែមទៀត